បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចាញ់មកចែករំលែកមួយទៀតហើយចំពោះអ្នកដែលចូលចិត្តធ្វើ video បងប្អូនធ្វើ video ពី AI ថ្ងៃនេះខ្ញុំមកនាំពី AI មួយដែលគិតថាល្អបំផុតនៅក្នុងឆ្នាំ2026នេះអញ្ចឹងដើម្បីបងប្អូនចូលទៅដល់ video ខ្ញុំបង្កើត video ឲ្យបងប្អូនមើលបងប្អូនជួយចុច subscribe ម្នាក់មួយមកដើម្បីទទួលបាននៅ video ថ្មីៗបន្តទៀតចំពោះកម្មវិធីនេះខ្ញុំសរសេរថាណាកុំតន់រំលងនេះជាកម្មវិធី AI ដែលមនុស្សជាច្រើនកំពុងប្រើរកលុយនៅឆ្នាំ2026នេះអញ្ចឹង AI នឹងមានអត្ថប្រយោជន៍អ្វីខ្លះតើបងប្អូនចូលទៅទស្សនាវីដេអូនេះទាំងអស់គ្នាតោះជាដំបូងបងប្អូនត្រូវមាន Chat GPT បងប្អូន Chat GPT នេះបងប្អូនខ្ញុំបង្ហាញនៅខាងឆ្វេងស្ដាយអាហ្នឹង Chat GPT បងប្អូនអាចចុចលើវាមកយើងមកដល់ចំណុចនេះហើយបងប្អូនដល់ចំណុច Chat GPT ហើយយើងសរសេរដើម្បីវាបង្កើតរូបភាពព្រោះសារ Chat GPT ហ្នឹងវាអាចជួយយើងច្រើនអញ្ចឹងយើងអាចសរសេររូបភាពឬក៏សរសេរអីទៅអញ្ចឹងខ្ញុំសរសេរអក្សរមួយអញ្ចឹងខ្ញុំបានឲ្យ Chat GPT បង្កើតរូបភាពឲ្យបងប្អូនអញ្ចឹងខ្ញុំបានសរសេរអញ្ចឹងយើងចុចបញ្ជូនទៅដើម្បីឲ្យវាបង្កើតរូបភាពឲ្យអញ្ចឹងខ្ញុំចុចបញ្ជូនទៅចាំបន្តិចបងប្អូនតិចទៀតនេះវាចាញ់អញ្ចឹងហើយបងប្អូនបន្តិចទៀតវានឹងធ្វើការបង្កើតរូបភាពឲ្យយើងនៅត្រង់ចំណុចនេះបងប្អូនត្រង់ចំណុចនេះវាបានបង្កើតរូបភាពអេស្កាឲ្យយើងរួចហើយបងប្អូននេះជារូបភាពដែលវាបង្កើតឲ្យបងប្អូនអាចចុចមើលវាមកនេះជារូបភាពដែលខ្ញុំបានសរសេរឲ្យ Chat GPT សរសេរឲ្យខ្ញុំអញ្ចឹងខ្ញុំចុចdownload វាទុកនៅក្នុងគ្រឿងហើយខ្ញុំសរសេរអក្សរឲ្យវា generate ខ្ញុំចង់ឲ្យវាសរសេរពីរូបភាពនេះដើម្បីខ្ញុំយក copy យកទៅផាសជាមួយ AI ដើម្បីបង្កើតចាញ់ជាវីដេអូនេះវាបានសរសេរឲ្យយើងហើយអញ្ចឹងបងប្អូនអាច copy អានឹងយកទៅដាក់បងប្អូនបញ្ជាក់បងប្អូនបន្តិចចំពោះ AI ដែលយើងយករូបភាពនឹងទៅបង្កើតទៅជាវីដេអូអក្សរខ្មែរយើងមិនអាចបង្កើតបានទេបញ្ជាក់បងប្អូនបន្តិចអញ្ចឹងបងប្អូនអាចបង្កើតជាភាសាអង់គ្លេសអញ្ចឹងយើងធ្វើការ copy ម្នាក់មួយមកបងប្អូនអានេះចំពោះខ្ញុំទេបងប្អូនខ្ញុំក៏ធ្វើការបង្រៀនទេខ្ញុំ copy វាមួយមកអញ្ចឹងយើងថយក្រោយទៅវិញទាំងអស់គ្នាបងប្អូនអញ្ចឹងនេះជាកម្មវិធី AI ដែលគិតថាល្អបងប្អូនអាច download ម្នាក់មួយមកនេះហើយកម្មវិធីនេះមានទៅលើ Android ហើយនឹងទូរស័ព្ទ iPhone iOS ក៏មានដែរបងប្អូនតែបើសិនបងប្អូនចង់ download កម្មវិធីនេះមិនបាច់វាយទៅលើAndroid បងប្អូនអាចចុចខាងក្រោម link ខាងក្រោមនៅក្នុង channel YouTube របស់ខ្ញុំដាក់នឹង link ខាងក្រោមដើម្បីឲ្យបងប្អូនធ្វើការ download កម្មវិធីនឹងមកប្រើបងប្អូនអញ្ចឹងកម្មវិធីនឹងវាមានសារៈប្រយោជន៍អ្វីខ្លះបងប្អូនអាចចូលទៅមើលទាំងអស់គ្នាអញ្ចឹងបងប្អូនចូលមកដល់កម្មវិធីហ្នឹងបងប្អូនកលេសមើលខាងស្ដាំដៃកន្លែងនេះចុចខាងស្ដាំដៃមកចំពោះចំណុចនេះបងប្អូនចំណុចខាងឆ្វេងនេះគឺជាកាក់ដើម្បីយើងបង្កើតវីដេអូវីដេអូយើងបង្កើតជាកាក់ក្នុងមួយវីដេអូយើងបង្កើតអស់ត្រឹមតែ10កាក់ទេអញ្ចឹងកន្លែងខាងស្ដាំដៃនេះគឺជាកាក់ដែល AI នឹងឲ្យម្ដង25កាក់ទៅ30កាក់ចំពោះaccount បងប្អូនដែលបង្កើតថ្មីបញ្ជាក់បន្តិចបងប្អូនពេលបងប្អូនធ្វើការចុះឈ្មោះវាឲ្យបងប្អូនចុះឈ្មោះ connect ជាមួយ Gmail បងប្អូន connect ជាមួយ Gmail បានបងប្អូនអាចបង្កើត AI នឹងបានដោយសារខ្ញុំបាន connect ជាមួយ email រួចហើយបងប្អូន Gmail រួចហើយអញ្ចឹងដើម្បីធ្វើការបង្កើតវីដេអូយើងត្រូវធ្វើម៉េចជាដំបូងបងប្អូនអាចចុចកន្លែងសញ្ញាលេខបូកខាងក្រោមហ្នឹងបងប្អូនចុចលើនឹងមក
បងប្អូនខាងចុចខាងឆ្វេងដៃមួយទៀតមកបងប្អូននឹងឃើញរូបភាពនៅខាងឆ្វេងដៃដែលរូបភាពដែលខ្ញុំបានបង្កើតជាមួយ Chat GPT ហ្នឹងបងប្អូនចុចលើហ្នឹងមកវាចាញ់តម្រងបែបនេះអញ្ចឹងបងប្អូនចាញ់តម្រងបែបនេះយើងចុចតទៅមុខទៀតចុចសញ្ញាគ្រីសវាចាញ់អញ្ចឹងហើយបងប្អូនអាចកន្លែងនេះគេឲ្យយើងផាសអក្សរជាភាសាអង់គ្លេសដែលខ្ញុំឲ្យ Chat GPT សរសេរឲ្យហ្នឹងខ្ញុំនឹងផាសកន្លែងហ្នឹងហើយបងប្អូនអាចកលេសមើលខាងស្ដាំដៃគេដាក់10 content ហ្នឹងបងប្អូន10នេះហ្នឹងប្រើអត់10ទេក្នុងមួយវីដេអូអញ្ចឹងបញ្ជាក់បងប្អូនបន្តិចសម្រាប់ AI នេះបង្កើតវីដេអូអ្នកថ្មីអាចបង្កើតបានត្រឹមតែ10វិនាទីចុះក្រោមទេបងប្អូន10ក៏12វិនាទីឬមួយក៏8វិនាទីទេបងប្អូនសម្រាប់ AI ហ្នឹងហើយបញ្ជាក់បងប្អូនបន្តិចចំពោះ AI នេះយើងបង្កើតវីដេអូហ្នឹងយើងមិនបានកើតបានដូចពិតសុទ្ធ 100% ទេបងប្អូនវាបានត្រឹមតែ50ទៅ60% នៃវីដេអូទេបងប្អូនចំពោះវីដេអូខ្លះវាអាចមានគុណភាពល្អហើយវាអាចបង្កើតទៅវាអាចនឹងបានវីដេអូដូចពិតតែបើសិនតាវីដេអូដែលយើងបង្កើតទៅយើងសរសេរ from សរសេរអីវាអត់សូរល្អក៏វាបង្កើតយើងអត់សូរល្អដែរអញ្ចឹងយើងធ្វើការចុចកន្លែងហ្នឹងទៅដើម្បីបញ្ជូនឲ្យវាបង្កើតអញ្ចឹងកន្លែងកាក់មាន15កាក់ឥឡូវវាអស់10កាក់ហើយអញ្ចឹងបងប្អូនកលេសមើលខាងក្រោមវាមានសញ្ញាលោតអញ្ចឹងវីដេអូនេះវានឹងធ្វើការបង្ហាញនៅកន្លែងនេះកន្លែងវិលហ្នឹងបងប្អូននៅកន្លែងវិលបន្តិចទៀតវានឹងធ្វើការបង្កើតវីដេអូឲ្យយើងនេះបងប្អូនចំពោះវីដេអូដែលខ្ញុំធ្វើការវាបង្កើតវីដេអូយើងបានបង្កើតរួចហើយអញ្ចឹងបងប្អូនអាចចុចទៅមើលវាទៅតើសកម្មភាពដែលខ្ញុំបានសរសេរវាអាចនឹងដូចការពិតអត់វាស្រដៀងនឹងដែលយើងចង់បានដែររទេយើងអាចចុចទៅមើលទៅដោយសារតែខ្ញុំបានបើកសំឡេងទេបងប្អូនខ្ញុំធ្វើការនិយាយអត់ច្បាស់អញ្ចឹងបងប្អូនអាចមើលតែជាស្ដែងទៅខ្ញុំឲ្យសរសេរវីដេអូវាមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនពេញចិត្តនៅវីដេអូខ្ញុំបងប្អូនជួយចុច Subscribe អ្នកមួយមកដើម្បីទទួលបាននៅវីដេអូថ្មីបន្តបន្ទាប់ទៀតបងប្អូនអញ្ចឹងចំពោះ AI ហ្នឹងបើបងប្អូនចង់ download បងប្អូនអាចចុចខាងក្រោមវីដេអូរបស់ខ្ញុំនៅក្នុង YouTube ហ្នឹងបងប្អូននឹងឃើញ link download AI ហ្នឹងហើយបងប្អូនដើម្បីបងប្អូនធ្វើការបង្កើតវីដេអូនឹងបន្តទៀតអញ្ចឹងដើម្បីបងប្អូនពេញចិត្តវីដេអូដែលខ្ញុំចែករំលែកហ្នឹងបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងថ្មី